ចាខាងបងគាត់បានខមមិនសួរថាផ្នែកឡាងបាយលេបបាត់អត់ចាលេបបាត់បងកន្លងទៅគឺយើងមានអតិជនចាដែលគាត់មានបញ្ហាផ្នែកឡាងបាយហ្នឹងគឺគាត់លេបជោគជ័យ100%ច្រើនអ្នកដែរហើយបងចាអ្នកខ្លះគាត់កើត3ឆ្នាំអ្នកខ្លះគាត់កើត4ឆ្នាំជាងចាគាត់លេបទៅជោគជ័យ100%តែខ្ញុំសូមពិគ្រោះលំអិតបន្ថែមសិនណាបងព្រោះបញ្ហាផ្នែកឡាងបាយនេះជាបញ្ហាកម្រិតធ្ងន់ដែរចាអ្នកខ្លះគាត់នៅសុកគាត់ឡើងបាយអ្នកខ្លះទៅអាយុគាត់តិចទេគាត់អត់ត្រូវឡើងបាយប៉ុន្តែគាត់បែរជាឡើងបាយដោយសារគាត់រងរបួសចំភ្នែកគាត់មានបញ្ហាគ្រោះថ្នាក់ការងារឬក៏គាត់មានសារធាតុអីដែលចូលភ្នែករបស់គាត់ចាវាបង្កឲ្យភ្នែករបស់គាត់នឹងឡើងបាយទាំងវ័យក្មេងចាហើយអ្នកខ្លះគាត់មានបញ្ហាភ្នែកឡើងបាយនឹងតាំងតែពីកំណើតអ្នកខ្លះទៀតគាត់ឡើងបាយដោយសារតែគាត់លើសឈាមទឹកនោមផ្អែមអីអញ្ចឹងណាបងអញ្ចឹងខាងខ្ញុំសូមប្រឹក្សាលំអិតពាក់ព័ន្ធមួយនឹងមូលហេតុកត្តាប្រឈមទាំងអស់នេះសិនចាដើម្បីងាយស្រួលវិនិច្ឆ័យថាបញ្ហាផ្នែកខាងបងហ្នឹងប្រើប្រាស់ចាគួរប្រើឈុតណាចាដែលជួយបានឬក៏ជួយមិនបានអញ្ចឹងបងតាក់ទងមកខាងខ្ញុំផ្ទាល់មកចាអាច voice សម្លេងនៅក្នុង chat TikTok នេះក៏បានឬក៏បងតំណតាមរយៈលេខចាមានលេខ068 55 3 គុត9គុតលេខ07គុត26 46 62មួយខ្សែទៀតលេខ017 63 57 17បងអត់ចង់ខលបងអាច add Telegram chat មកបានចាអញ្ចឹងខ្ញុំមានប៉ុណ្នេះបងខ្ញុំសូមប្រឹក្សាឲ្យបានច្បាស់លាស់ចានឹងជម្រាបជូនថាតើប្រើបានឬប្រើមិនបានហើយគួរប្រើឈុតមួយណាចាអញ្ចឹងបងអាចតាក់ទងមកបានតាមនឹងចាអរគុណ